នេះជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងនៅក្នុងខេត្តកំពតដែលមានឈ្មោះថាទឹកធ្លាក់វាលពួចទឹកធ្លាក់វាលពួចខ្ញុំជូនភ្ញៀវម្លេងបានចំនួន21លើកហើយនេះជាលើកទី21វីដេអូកាលពីម្សិលមិញនេះទឹកធ្លាក់វាលពួចមាន3កន្លែងដែលខ្ញុំជូនភ្ញៀវទៅដំបូងនេះគឺខ្ញុំជូនមកលេងនៅកន្លែងគេហៅថាកម្ពស់ជម្រៅ5ម៉ែត្រអាចលោតលេងហើយលេងបាននៅក្នុងអន្លង់ទឹកថ្លាខៀវស្អាតនេះបន្ទាប់មកទៀតគឺយើងទៅលេងនៅខាងកម្ពស់មកដល់ដំណាក់ជាន់កម្ពស់20ម៉ែត្រហើយក៏មានអន្លង់ហើយលេងដែរហើយទឹកធ្លាក់មកពណ៌ថ្លាខៀវស្អាតណាស់នៅខាងតំបន់វាលពួចនេះនៅខាងទឹកធ្លាក់វាលពួចមិនមែនមានតែប៉ុណ្ណេះទេគឺយើងនៅមានទៅបន្តមួយទៀតគឺទៅខាងជ្រលងកម្ពស់50ម៉ែត្រទឹកធ្លាក់វាលពួចជ្រលងកម្ពស់50ម៉ែត្រនេះទឹកធ្លាក់មកខ្ពស់តែរដូវកាលនេះទឹកមានតិចល្មមទេប៉ុន្តែក៏ងូតលេងសប្បាយដែរតែគ្រាន់តែបងប្អូនមកលេងកម្សាន្តវគ្គខាងមុខបន្តទៀតនឹងមានទឹកច្រើនជាងនេះនឹងថតរូបកាន់តែស្រស់ស្អាតជាងនេះហើយទឹកនៅខាងវាលពួចនេះខ្ញុំស្រឡាញ់ណាស់វាមានពណ៌ថ្លាខៀវស្អាតគឺដក់ជាប់ក្នុងអារម្មណ៍ខ្ញុំមែនទែនមកលេងប៉ុន្មានដងក៏មិនធុញដែរបងប្អូនចង់មកលេងនៅទឹកធ្លាក់វាលពួចនេះកុំភ្លេចទំនាក់ទំនងជាមួយខាងទេសចរព្រៃភ្នំមានរៀបចំដំណើរកម្សាន្តមួយថ្ងៃវេលាល្ងាចវគ្គបន្តទៀតបាទសូមអរគុណ